បងដែលសួរតាក់ទងនឹងសេវាកញ្ចប់ទៅខាងទីពេទ្យនៅខាងម៉ាឡេមុននឹងតិចខ្ញុំបានផុសទៅហើយណាបងផ្ទាំងហ្នឹងគឺជាតារាងនៃការចេញដំណើរសម្រាប់ខែ3ទាំងអស់ចុះបងដែលចង់ទៅខែ3ដើមខែភាគច្រើននៅអាចថែមបាន2នាក់3នាក់អីទេតែបើចាប់ពីថ្ងៃទី9នេះទៅអូខេអញ្ចឹងបងប្រញាប់ណាបើសិនជាបងទិញមុនគឺបានតម្លៃម្នាក់357ហ្នឹងទេរួមបញ្ចូលសម្រាប់ហោះទៅមកកន្លែងស្នាក់នៅដល់ទៅ2យប់ហើយមានឡានជូនពីពលានហ្នឹងទៅកន្លែងគេងហើយពេលថ្ងៃត្រឡប់មកវិញមានឡានជូនពីកន្លែងគេងមកពលានយន្តហោះវិញចឹងអ្វីដែលបងត្រូវចំណាយគឺចំណាយតែបងថ្លៃមន្ទីរពេទ្យជាមួយនឹងការហូបចុកបងប្រចាំថ្ងៃទេចឹងហើយនឹងមួយទៀតគឺដូចអស់ហើយចំណាយប៉ុណ្ណឹងអញ្ចឹងតម្លៃ357ហ្នឹងគឺមានរួមសម្រាប់យន្តហោះទៅមកហើយសម្រាប់យន្តហោះខ្ញុំមានគីឡូទៀតណាបងសម្រាប់ទៅខាងទីពេទ្យណាបងដើម្បីទិញទៅខាងទីពេទ្យងាយស្រួលគឺបងត្រូវផ្ញើឯកសារឲ្យខ្ញុំមុនបើសិនជាបងចង់ផលិតសុខភាពមកតួខ្លួនតម្លៃមិនថ្លៃទេបងផលិតសុខភាពមកតួខ្លួនទៅតាមវ័យទៅតាមអាយុហើយនឹងទៅតាមភេទដែរផុសភាគច្រើនថោកជាងស្រីអញ្ចឹងណាបើស្រីរៀងថ្លៃជាងស្រីបើសិនជាពេលដែលមានគ្រួសារទៅចាប់ពីវ័យ30ជាងទៅតម្លៃ300ជាងអញ្ចឹងណាតែបើសិនជាក្មេងៗក៏តង់200ជាង100ជាងទេប្រហែលតែឈាមថ្ងៃមុនខ្ញុំនាំកូនខ្ញុំទៅពិនិត្យកូនខ្ញុំប្រហែលតែឈាមអស់តែ50រៀលជាងឯងអញ្ចឹងគេមានតាមកញ្ចប់គេដោយតែបងធ្លាប់ទៅពេទ្យផ្សេងៗរដងអញ្ចឹងដែរអញ្ចឹងតែខាងមន្ទីរពេទ្យបងអត់មានបញ្ហាជំងឺអីផ្សេងទេទៅពិនិត្យសុខភាពឬក៏គ្រាន់តែតាមដានជាមួយដុកទ័រផ្សេង3ថ្ងៃ2យប់ហ្នឹងគឺល្មមតែសារនេះបងឃើញមកយន្តហោះខ្ញុំហោះទៅពេលព្រឹកព្រលឹម7កន្លះព្រឹកទៅដល់ម៉ាឡេហ្មងម៉ោង10កន្លះហើយថ្ងៃត្រឡប់មកវិញពេលយប់ហ្នឹងក៏ហោះមកវិញពេលយប់ដែរយប់ម៉ោង8:45នាទីមកដល់ពេញយើងម៉ោង9:40នាទីអញ្ចឹងសម្រាប់បងទៅពេទ្យគឺអត់ខកពេលអត់ខូចពេលបងទេទៅចំណេញពេលរកស៊ីហើយចំណេញនិយាយទៅយើងនៅកាន់តែតិចអស់លុយកាន់តែតិចដែរណាអញ្ចឹងបងសុំប្រញាប់តាក់ទង